I couldn't sleep well last night. យប់មិញខ្ញុំគេងមិនសូវលក់ទេ Do you have any plans for tonight? តើអ្នកមានគម្រោងអ្វីសម្រាប់យប់នេះទេ I need to save more money. ខ្ញុំត្រូវសន្សំប្រាក់ឲ្យបានច្រើនជាងមុន Please be patient with me. សូមអត់ធ្មត់ជាមួយខ្ញុំផង I often listen to music while working. ខ្ញុំតែងតែស្ដាប់តន្ត្រីពេលធ្វើការ That's exactly what I meant. នោះហើយជាអ្វីដែលខ្ញុំចង់មានន័យ I hope everything goes well. ខ្ញុំសង្ឃឹមថាអ្វីនឹងប្រព្រឹត្តទៅដោយរលូន She is very good at solving problems. នាងពូកែដោះស្រាយបញ្ហាណាស់ We should arrive before noon. យើងគួរតែមកដល់មុនថ្ងៃត្រង់ I don't think that's a good idea. ខ្ញុំមិនគិតថានោះជាគំនិតល្អទេ Can you explain it again? តើអ្នកអាចពន្យល់ម្ដងទៀតបានទេ I enjoy reading in my free time. ខ្ញុំចូលចិត្តអានសៀវភៅនៅពេលទំនេរ The movie was better than I expected. ភាពយន្តនោះល្អជាងអ្វីដែលខ្ញុំរំពឹងទុក Please keep this information confidential. សូមរក្សាព័ត៌មាននេះជាការសម្ងាត់ I forgot his name for a moment. ខ្ញុំភ្លេចឈ្មោះរបស់គាត់មួយភ្លែត It's getting colder these days. ថ្ងៃនេះអាកាសធាតុកាន់តែត្រជាក់ We should consider all the options. យើងគួរតែពិចារណាជម្រើសទាំងអស់ I have a lot of responsibilities. ខ្ញុំមានទំនួលខុសត្រូវជាច្រើន Thank you for your understanding. សូមអរគុណចំពោះការយោគយល់របស់អ្នក I need some time to think about it. ខ្ញុំត្រូវការពេលខ្លះដើម្បីគិតអំពីរឿងនេះ I wasn't aware of that situation. ខ្ញុំមិនបានដឹងអំពីស្ថានភាពនោះទេ Let's make the most of our time. យើងគួរប្រើពេលវេលាឲ្យមានប្រយោជន៍បំផុត I can't believe it's already Friday. ខ្ញុំមិនជឿថាវាជាថ្ងៃសុក្រហើយទេ We have to deal with this issue carefully. យើងត្រូវដោះស្រាយបញ្ហានេះដោយប្រុងប្រយ័ត្ន Please don't interrupt me. សូមកុំរំខានខ្ញុំ I admire people who work hard. ខ្ញុំកោតសរសើរមនុស្សដែលខិតខំប្រឹងប្រែងធ្វើការ I had a wonderful time yesterday. ម្សិលមិញខ្ញុំមានពេលវេលាដ៏អស្ចារ្យ Could you do me a favor? តើអ្នកអាចជួយខ្ញុំបន្តិចបានទេ I don't feel comfortable talking about it. ខ្ញុំមិនស្រួលចិត្តក្នុងការនិយាយអំពីរឿងនេះទេ We should focus on the main goal. យើងគួរផ្ដោតលើគោលដៅសំខាន់ The test was more difficult than expected. ការប្រឡងនោះពិបាកជាងអ្វីដែលរំពឹងទុក I would like to improve my pronunciation. ខ្ញុំចង់អភិវឌ្ឍការបញ្ចេញសំឡេងរបស់ខ្ញុំ It's important to stay organized. វាសំខាន់ណាស់ក្នុងការរៀបចំអ្វីឲ្យមានរបៀបរៀបរយ Please tell me the truth. សូមប្រាប់ខ្ញុំពីការពិត I was deeply moved by her story. ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងចំពោះរឿងរ៉ាវរបស់នាង I need to update my resume. ខ្ញុំត្រូវធ្វើបច្ចុប្បន្នភាពប្រវត្តិរូបការងាររបស់ខ្ញុំ We should support each other. យើងគួរតែគាំទ្រគ្នាទៅវិញទៅមក I made a mistake and learned from it. ខ្ញុំបានធ្វើខុសហើយបានរៀនពីកំហុសនោះ I appreciate your honesty. ខ្ញុំសូមកោតសរសើរចំពោះភាពស្មោះត្រង់របស់អ្នក It's hard to change old habits. វាពិបាកក្នុងការផ្លាស់ប្ដូរទម្លាប់ចាស់ Let's take a short break. យើងសម្រាកបន្តិចសិន I have confidence in your abilities. ខ្ញុំមានទំនុកចិត្តលើសមត្ថភាពរបស់អ្នក Please keep your voice down. សូមបន្ថយសំឡេងរបស់អ្នកបន្តិច I wasn't prepared for that question. ខ្ញុំមិនបានត្រៀមខ្លួនសម្រាប់សំណួរនោះទេ We should celebrate our achievements. យើងគួរអបអរសាទរសមិទ្ធផលរបស់យើង I often think about the future. ខ្ញុំតែងតែគិតអំពីអនាគត This experience taught me a valuable lesson. បទពិសោធន៍នេះបានបង្រៀនខ្ញុំនូវមេរៀនដ៏មានតម្លៃមួយ I need to improve my time management. ខ្ញុំត្រូវកែលម្អការគ្រប់គ្រងពេលវេលារបស់ខ្ញុំ Thank you for your patience. សូមអរគុណចំពោះការអត់ធ្មត់របស់អ្នក I hope to see you again soon. ខ្ញុំសង្ឃឹមថានឹងបានជួបអ្នកម្ដងទៀតឆាប់នេះ
Have a safe trip home. សូមធ្វើដំណើរត្រឡប់ទៅផ្ទះដោយសុវត្ថិភាព